តែអ្នកគិតថាការលះបង់ដ៏ធំធេងរបស់ Peter Parker នៅក្នុង No Way Home ពិតជាធ្វើឲ្យគ្រប់គ្នាបំភ្លេចគេបាត់ហើយមែនទេដូចដែលយើងបានបកស្រាយហើយនៅក្នុង EP មុននៃ series Road to Brand New Day ពីដំណើរការវេទមន្តរបស់ Doctor Strange ដែលគាត់បានប្រើគាថា Runes of Kofkol មកធ្វើការរាយមន្តគាថាហើយយើងក៏បាននិយាយអំពីចន្លោះប្រហោងដ៏ធំនិងអាវុធសម្ងាត់ដែលគេប្រើនៅក្នុងការធ្វើឲ្យ Spider-Man មានផ្លូវចេញមួយដ៏ស័ក្តិសមហើយមួយក្នុងចំណោមនោះគឺការដែលគេមិនត្រូវបានមនុស្សទូទាំងពិភពលោកបំភ្លេចចោលទាំងអស់នោះឡើយនិយាយសួរស្ដាប់គឺនៅមានអ្នកដែលនៅចងចាំគេបានជំរាបសួរបាទស្វាគមន៍មកកាន់ Film Nerd អ្នកកុននិយមដែលជា Channel សម្រាប់មិត្តភ័ក្តិដែលចូលចិត្តមើលកុនជជែកពីកុននិងដឹងរឿងផ្សេងៗទាក់ទងជាមួយនឹងកុនជួបជាមួយនឹងខ្ញុំបាទ Rich ហើយអ្នកទាំងអស់គ្នាកំពុងតែទស្សនា Film Nerd All About ដែលជា content សម្រាប់ធ្វើការប្រមូលផ្ដុំចាត់លំដាប់និងសរុបនៅ detail ផ្សេងៗដែលមាននៅក្នុងពិភពភាពយន្តហើយសម្រាប់ EP នេះគឺរៀងពិសេសបន្តិចដោយមានការ cross over ជាមួយនឹង content Road to Brand New Day ដែលនឹងណែនាំ detail ផ្សេងៗមុននឹងទស្សនាភាពយន្តរឿង Spider-Man Brand New Day នឹងឯងដោយដែល admin បានបង្ហើបដើម clip អញ្ចឹងថា clip នេះយើងនឹងមកធ្វើការប្រមូលទិន្នន័យទាំងអស់គ្នាអំពីអ្នកដែលមានភាគរយខ្ពស់បំផុតនៅក្នុងការចងចាំតួអង្គ Peter Parker របស់យើងប៉ុន្តែមុននឹងចូលទៅដល់ខ្លឹមសារនៃ clip កុំភ្លេចហក់ tag ប៊ូតុង like ប៊ូតុង share ហើយសម្រាប់អ្នកដែលមកថ្មីកុំភ្លេចហក់ tag ប៊ូតុង subscribe ម្នាក់មួយផងដែរហើយ admin ក៏សូម recommend ថាបើសិនជាចង់មើល episode នេះឲ្យកាន់តែឆ្ងាញ់ហើយកាន់តែយល់ត្រូវបកទៅមើល episode មុនសិនព្រោះថានៅក្នុង episode មុន admin បានបញ្យល់អំពីចន្លោះប្រហោងដ៏ធំដែល Doctor Strange គាត់ធ្វើការសេពមន្តគាថាក៏ដូចជាដំណើរការដែលពិភពវេទមន្តនឹងវាធ្វើការយ៉ាងម៉េចលក្ខណៈថាមើលផ្គូបគ្នាទៅបានដឹងថាអូដំណើរដើមតងវាយ៉ាងណាអូខេអញ្ចឹងឥឡូវយើងមកមើលទាំងអស់គ្នាថាតើបុគ្គលទាំងប្រមាណអ្នកដែលនៅចាំបានថា Peter Parker ជាអ្នកណានឹងមានណាគេខ្លះ Let's go ទី1 Nick Fury បើកវងកញ្ចក់មែនតែនបើសិនជាយោងទៅតាមព្រឹត្តិការណ៍ផ្សេងៗដែលកើតឡើងនៅក្នុងរឿងផ្សេងៗដូចជា Spider-Man Far From Home Secret Invasion ហើយនិង The Marvels គឺធ្វើឲ្យយើងដឹងថា Nick Fury បច្ចុប្បន្ននេះគឺកំពុងតែស្ថិតនៅក្នុងស្ថានីយ៍អវកាសដែលមានឈ្មោះថា Saber ហើយក៏មិនមែនទើបតែឥឡូវដែរគឺតាំងពីយូរមកហើយអាចនិយាយបានថាតាំងពីចប់ព្រឹត្តិការណ៍នៅក្នុង Endgame មកម្លេះហើយសម្រាប់ Nick Fury ដែលយើងបានឃើញនៅក្នុងព្រឹត្តិការណ៍ Far From Home ដែលនឹងស្រាប់ហើយគាត់គឺ Talos ដែលជា Skrull បន្លំខ្លួនមកធ្វើជា Nick Fury នៅក្នុងការបំពេញភារកិច្ចជំនួស Nick ដែលកំពុងតែជាប់ភារកិច្ចនៅលើអវកាសនឹងឯងសម្រាប់តំណែង Nick Fury ហើយនិង Peter Parker បើទោះបីជាពួកគាត់ទាំងពីរអត់ដែលបានធ្វើការជាមួយនឹងគ្នាផ្ទាល់ប៉ុន្តែក៏ចាត់ទុកថាធ្លាប់ធ្វើការជាមួយគ្នាដែរតាមរយៈការបន្លំខ្លួនរបស់ Talos នឹងឯងហើយការងារដែលគាត់បានធ្វើការចំជាមួយគ្នាហ្មងគឺបេសកកម្មដែល Spider-Man បន្លំខ្លួនធ្វើជា Night Monkey ទៅបង្ក្រាបបិសាច Elemental ដែលជាបិសាចបំភាន់ភ្នែកបង្កើតឡើងដោយ Mysterio នឹងឯងអញ្ចឹងបើទោះបីជាការជួបគ្នារបស់អ្នកទាំងពីរគឺคล้ายៗប៉ុន្តែរាល់ទិន្នន័យទាំងអស់របស់ Peter Parker គឺស្ថិតនៅក្នុងដៃ Nick Fury ហើយទាំងអស់ដែលនឹងឯងមានន័យថា Nick Fury គឺជាបុគ្គលម្នាក់ដែលមានភាគរយខ្ពស់នៅក្នុងការចាំបានថា Peter Parker គឺជាអ្នកណាអញ្ចឹងបើសិនជាមានករណីដែល Nick Fury ត្រឡប់មកវិញហើយជួបជាមួយនឹង Peter Parker ហើយត្រូវការទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់ក្មេងប្រុសម្នាក់នេះយកមកបញ្ជាក់ឲ្យគ្រប់គ្នាដឹងគឺអាចធ្វើបានដូចបកជែកព្រោះដូចនិយាយអញ្ចឹងមេរបស់អង្គភាពជាមួយនេះគឺមានទិន្នន័យរបស់ Superhero សឹងតែទាំងអស់នៅក្នុងដៃតែម្ដងបញ្ជាក់ឡើងវិញព្រោះថានៅក្នុងព្រឹត្តិការណ៍ដែល Doctor Strange គាត់កំពុងតែរាយមន្តគាថានឹង Nick Fury គឺស្ថិតនៅលើអវកាសមិនមែនស្ថិតនៅក្នុងផែនដីហេតុអីបានជាប្រើពាក្យថាអវកាសពាក្យថាផែនដីទៅមើលការបកស្រាយនៅក្នុងคลิปមុនទាំងអស់គ្នាទី2 Carol Danvers ឬក៏ Captain Marvel ការមកជួបគ្នារវាង Carol ហើយនិង Peter Parker គឺស្ថិតនៅក្នុងសង្គ្រាមផ្ដាច់ព្រាត់ធំចុងក្រោយដែលកើតឡើងនៅក្នុងព្រឹត្តិការណ៍ Endgame ដែល Captain Marvel បានស្គាល់ទាំងមុខហើយនិងឈ្មោះចំរបស់ Peter Parker តែម្ដង Hi, I'm Peter Parker. Hey, Peter Parker. ហើយក្រោយមកអ្នកទាំងពីរក៏បាន share moment ជាមួយគ្នានៅក្នុងបុណ្យសពរបស់ Tony Stark ផងដែរដែលយើងដឹងស្រាប់ហើយថាបេសកកម្មសឹងតែ 90% របស់ Captain Marvel គឺសុទ្ធតែកើតឡើងនៅក្នុងអវកាសដោយហេតុផលថានៅលើផែនដីគឺមាន Superhero ច្រើនហើយប៉ុន្តែនៅក្នុងភពផ្សេងមិនមែនសុទ្ធតែមានអ្នកការពារនោះទេអញ្ចឹង Captain Marvel ភាគច្រើនគឺទៅបង្ហាញមុខនៅតាមភពផ្សេងអីចឹងទៅដែលយើងដឹងស្រាប់ហើយថាក្នុង Endgame Captain Marvel គឺជាសមាជិកចុងក្រោយដែលបង្ហាញវត្តមានក្រោយគេបង្អស់ក្នុងការមកប្រយុទ្ធជាមួយនឹង Thanos ហើយគ្រាន់តែចាប់បុណ្យសពរបស់ Tony Stark ភ្លាម 100% គាត់ប្រកាសជាដកខ្លួនចេញពីផែនដីដើម្បីទៅធ្វើបេសកកម្មបន្តទៀតនៅក្រៅភព
ហើយនៅក្នុងព្រឹត្តិការណ៍របស់ Shang-Chi យើងក៏បានឃើញវត្តមាន hologram របស់ Captain Marvel ផងដែរដែលមានការបញ្ជាក់ច្បាស់ៗថាក្នុងរយៈពេលហ្នឹងគាត់កំពុងតែធ្វើបេសកកម្មនៅក្រៅភពនឹងឯងអញ្ចឹងបានន័យថាព្រឹត្តិការណ៍ No Way Home ដែលកើតឡើងក្រោយព្រឹត្តិការណ៍ Legend of the Ten Rings គឺមិនមានវត្តមានរបស់ Carol Danvers ឬក៏ Captain Marvel នៅលើផែនដីឲ្យ Doctor Strange លុបការចងចាំនោះឡើយ So បើសិនជាសង្គ្រាមធំលើក្រោយ Spider-Man បានមកជួបជាមួយនឹង Captain Marvel ម្ដងទៀតគាត់អាចនឹងមានការហៅឈ្មោះរបស់ Peter Parker ចំតែម្ដង Hey, Peter Parker. ហើយដល់ពេលហ្នឹងពួកយើងចាំត្រៀមនាំគ្នាស្រែកហូទៅទី3 Peter Quill ឬក៏ Star-Lord នៅក្នុងព្រឹត្តិការណ៍ Infinity War គឺជាលើកដំបូងបង្អស់ដែលក្រុម Guardians of the Galaxy បានជួបគ្នាជាមួយនឹង Peter Parker នៅក្នុងនាមជា Spider-Man ហើយ Quill ក៏បានជួបគ្នាជាមួយនឹង Parker ផ្ទាល់មានការនិយាយឌឺដងបោះសម្ដីឲ្យគ្នាទៅវិញទៅមកនិងមានការតស៊ូជាមួយនឹង Thanos ហើយមកដល់ការប្រយុទ្ធផ្ដាច់ព្រាត់ចុងក្រោយនៃ Endgame Quill ហើយនិង Parker ក៏បានចេញពី portal តែមួយផងដែរបើទោះបីជាមិនជិតស្និទ្ធឬក៏ធ្វើការនៅក្នុងក្រុមតែមួយតែក៏រាប់បានថាជាអ្នកស្គាល់គ្នាហើយក្រោយពីចប់បុណ្យសពរបស់ Tony Stark ក្រុម Guardians of the Galaxy ហើយនិង Thor ក៏បានចាក់ចែងភ្លាមៗពីផែនដីតែម្ដងទៅធ្វើបេសកកម្មក្រៅភពលក្ខណៈករណីស្តៀងគ្នាជាមួយនឹង Captain Marvel ដែរអញ្ចឹងបានន័យថាករណីរបស់ពួកគេយើងអាចហៅបានថាអ្នកក្រៅភពដែលនៅឆ្ងាយដាច់ចេញពីឥទ្ធិពលនៃវេទមន្ត Runes ដែល Doctor Strange គាត់បាន cast ឡើងនឹងអាចនឹងមានសំណួរសួរថាហេតុអីបានជា admin លើកតែតួអង្គ Star-Lord មកនិយាយមិននិយាយអំពី Thor ឬក៏ក្រុម Guardians ទាំងមូលព្រោះថា Thor ផ្ទាល់តាំងពីដើមរហូតដល់ចប់គឺគាត់អត់ដែលមាន interact អីជាមួយនឹង Spider-Man ផ្ទាល់នោះទេមិនថាព្រឹត្តិការណ៍ Civil War ក៏ Thor អត់នៅក្នុង Infinity War Thor បែកខ្លួនទៅធ្វើបថៅឯ Spider-Man ទៅជាប់នៅក្នុងភពកាយ Titan ជាមួយនឹង Tony Stark ហើយនឹងក្រុម Guardians រហូតបានមកជួបគ្នានៅក្នុង Endgame នៅក្នុងសង្គ្រាមចុងក្រោយប៉ុន្តែក៏អត់មានឈុតឆាកដែលបង្ហាញថាពួកគាត់ធ្វើការណែនាំខ្លួននិយាយគ្នាក្នុងលក្ខណៈផ្ទាល់ខ្លួនអីដែរអញ្ចឹងបានន័យថាវត្តមានរបស់ Spider-Man តើចាំបានឬក៏អត់ក៏អត់មានបញ្ហាអីចោតដែរហើយចំណែកឯសមាជិកក្រុម Guardians ដែលបានស្គាល់ពីអត្តសញ្ញាណរបស់ Peter Parker ហ្នឹងឥឡូវគឺបានបំបែកខ្លួនចេញពីក្រុមអស់ហើយទាំង Mantis, Drax ហើយនិង Nebulaអញ្ចឹងបើទោះបីជាពួកគាត់នៅក្រៅភពហើយអត់បានទទួលឥទ្ធិពលនៃវេទមន្តក៏វាអត់មាន impact អីមកលើជីវិតរបស់ Peter Parker ដែរខុសប្លែកពី Star-Lord ដែលស្គាល់គ្នាជាលក្ខណៈផ្ទាល់ខ្លួនជាមួយនឹង Peter Parker ហើយក៏នឹងមានរ៉ូលជាបន្តបន្ទាប់ទៅខាងមុខទៀតជាពិសេសហ្មងគឺ Doomsday ហើយនិង Secret Wars ទី4 Uatu the Watcher សម្រាប់តួអង្គនេះអ្នកនរគ្នាអាចនឹងឆ្ងល់ថាហេតុអីបានជាលើកយកមកនិយាយព្រោះថាអត់ដែលឃើញគាត់នៅក្នុង live action ប៉ុន្តែតាមពិតទៅ Uatu the Watcher ដែលយើងបានឃើញកន្លងមកមិនថានៅក្នុង What If X-Men 97 ហើយនិង Friendly Neighborhood Spider-Man គឺសុទ្ធតែជាបុគ្គលតែមួយព្រោះថាគាត់គឺជា cosmic being ម្នាក់ដែលត្រូវបានចាត់តាំងឲ្យមើលការខុសត្រូវក៏ដូចជាសង្កេតការណ៍នៅតាម sector នៃពហុចក្រវាឡដែលក្នុងនោះក៏រួមមាន Earth 616 ផងដែរហើយថ្មីៗនេះនៅក្នុង Daredevil Born Again Season 2 គឺមានការ confirm ហើយពី appearance របស់Uatu the Watcher បើទោះបីជាមិនមកឲ្យឃើញមុខមាត់ចំប៉ុន្តែក៏មកជាលក្ខណៈ illusion ដែលនឹងអាចចាត់ទុកថាជាការ tease មួយដែលប្រាប់ថាយើងនៅបានឃើញ Uatu the Watcher នៅក្នុង live action តែម្ដងប៉ុន្តែបើថាមិនដែលឃើញក្នុង live action សោះក៏មិនត្រូវព្រោះថាកន្លងមកនៅក្នុង I Am Groot យើងក៏ធ្លាប់ឃើញ appearance ពេញតែម្ដងរបស់ Uatu the Watcher ដែលអ្នកបញ្ចូលសលេងគឺជាមនុស្សតែមួយនៅក្នុង What If គឺ Jeffrey Wright ហើយម្យ៉ាងកន្លងមកយើងក៏ធ្លាប់បានឃើញរួចមកហើយនៅ appearance នៃបណ្ដាក្រុម The Watchers នៅក្នុង Guardians of the Galaxy Volume 2 អញ្ចឹងការដែលអនាគតយើងនឹងបានឃើញ Uatu the Watcher ក៏ចាត់ទុកថាមិនមែនជារឿងពិបាកដែរហើយទីតាំងដែល Uatu the Watcher ដែលគាត់តាំងនៅនឹងគឺស្ថិតនៅក្នុងតំបន់ដែលត្រូវបានគេហៅថា Nexus of All Realities ដែលមានន័យថាកន្លែងដែលស្ថិតនៅក្រៅបន្ទាត់ពេលវេលាដែលកន្លែងសង្កេតការណ៍របស់គាត់នឹងគឺស្ថិតនៅក្នុងវិមាត្រនៃចន្លោះពហុចក្រវាឡនឹងឯងដោយដែលយើងបានឃើញនៅក្នុង What If So បើសិនជាយោងទៅតាមទ្រឹស្ដីពាក្យថា entire world បានន័យថាវេទមន្តដែល Doctor Strange គាត់បាន cast ឡើងនឹងក៏អត់មានអីប៉ះពាល់មកលើ Uatu the Watcher ដែរអញ្ចឹងបានន័យថាយ៉ាងហោចណាស់ក៏នៅមាន Uatu ម្នាក់ទៀតដែលចាំបានថា Peter Parker គឺជាអ្នកណាប៉ុន្តែសំណួរសួរថាហេតុអីបានជាយើងត្រូវរាប់តួអង្គម្នាក់នេះចូលក្នុងបញ្ជីអ្នកដែលនៅចាំហេតុផលគឺមាន3ដែលបានប្រាប់អញ្ចឹងថា Uatu គាត់គឺជា being ម្យ៉ាងដែលស្ថិតនៅក្នុងលំដាប់ cosmic វេទមន្តរបស់ Doctor Strange បើទោះបីជាខ្លាំងក្លាប៉ុន្តែវាស្ថិតនៅក្នុងកម្រិតមួយដែលទាបជាងអំណាចធម្មជាតិដែល Uatu គាត់មានអញ្ចឹងវាអាចទៅរួចទេដែលវេទមន្តកម្រិតផែនដីដែល Doctor Strange គាត់បានរាយមុនគេថាឡើងនឹងអាចទៅលុបការចងចាំរបស់បុគ្គលម្នាក់ដែលមានធម៌ពលអស្ចារ្យដល់ថ្នាក់អាចមើលឃើញខ្សែបន្ទាត់ពេលវេលាអីចឹងណាហើយហេតុផលទី2តាក់ទងជាមួយនឹងភារកិច្ចរបស់គាត់ក្នុងនាមជា The Watcher គឺមានតួនាទីនៅក្នុងការមើលនិងចងចាំរាល់ព្រឹត្តិការណ៍ដែលកើតឡើងអញ្ចឹងបើសិនជាវេទមន្តនឹងពិតជាអាចធ្វើឲ្យគាត់ភ្លេចបានមែននោះគាត់នឹងមិនអាចបំពេញតួនាទីរបស់គាត់ក្នុងនាមជា The Watcher នឹងបានឡើយ
ហើយ 100% ហ្មងគឺ The Watcher បានឃើញ Peter តាំងពីថ្ងៃដំបូងដែលគាត់ត្រូវបានពេញពាងខាំរហូតដល់ថ្ងៃចុងក្រោយដែល Doctor Strange គាត់បានសូត្រមន្តគាថានឹងថាមិនត្រូវយើងប្រហែលជាបានឃើញឈុតឆាកដែល Peter Parker ត្រូវពេញពាងខាំហើយមកខ្លាចជា Spider-Man អញ្ចឹងណាតាមរយៈការនិទានរបស់ The Watcher ក៏ថាបានហើយសម្រាប់ ហេតុផលទី3ធម្មតានៅពេលដែលគាត់បានឃើញគ្រប់យ៉ាងអញ្ចឹងគឺគាត់ដឹងពីតម្លៃនៃការលះបង់របស់ Peter Parker នៅក្នុងចក្រវាលដែលគ្រប់គ្នាភ្លេចថា Peter Parker គឺជាអ្នកណាគឺនៅមានភ្នែកមួយគូរបស់គាត់ដែលបានមើលយុវជនម្នាក់នេះដោយក្តីគោរពចំពោះការសម្រេចចិត្តដ៏ក្លាហានរបស់គេអញ្ចឹងបើសិនជាមានករណីដែលថាមានគ្រោះថ្នាក់កម្រិត Multiverse ម្ដងទៀត U2 ក៏អាចនឹងក្លាយជាបុគ្គលម្នាក់ដែលផ្ដល់តម្រុយទៅដល់ក្រុម Superhero របស់យើងផ្សេងៗទៀតពីសមាជិករបស់ Peter Parker ក៏ថាបានអូខេសម្រាប់4អ្នកដែលបាននិយាយហើយនឹងយើងអាចចាត់ទុកចំណាត់ក្រុមមួយទៅថាពួកគាត់ស្ថិតនៅក្រៅភពឬក៏ Off World ឥឡូវយើងមកនិយាយអំពីករណីអ្នកដែលស្ថិតនៅក្នុងផែនដីប៉ុន្តែនៅក្នុងបន្ទាត់ការផ្សេងយ៉ាងអ្នកនរគ្នាស្មានត្រូវហើយថា admin កំពុងតែនិយាយពីណាគេនោះគឺទី5 Captain Rogers ដោយយើងដឹងស្រាប់ហើយថានៅក្នុងចុងរឿង Endgame Steve គាត់បានសម្រេចចិត្តត្រឡប់ទៅរស់នៅជាមួយនឹង Peggy Carter ដែលជាសង្សាររបស់គាត់នៅក្នុងអតីតកាលដែលវាបានបង្កើតជាមេឃសាខានៅ timeline ថ្មីមួយទៀតដាច់ដោយឡែកចេញពី Earth 616ដែលជាចក្រវាលគោលអញ្ចឹងបើយើងមកវិភាគពីចម្ងាយនៃវេទមន្តនៅពេលដែល Doctor Strange ក៏បានសូត្រមន្តគាថាពាក្យថា Entire World ហ្នឹងគាត់កំពុងតែស្ថិតនៅក្នុង Earth 616ត្រូវទេប៉ុន្តែវេទមន្តនោះគឺមានប្រសិទ្ធភាពតែក្នុង reality ឬក៏តថភាពរបស់គាត់តែប៉ុណ្ណោះអញ្ចឹងបើសិនជាយើងប្រៀបធៀបថាវេទមន្តនឹងអាចឆ្លងបន្ទាត់កាលបានអត់ចម្លើយនោះគឺវេទមន្តមិនអាចលោតឆ្លងទៅលុបការចងចាំរបស់មនុស្សដែលកំពុងតែរស់នៅក្នុង timeline ផ្សេងបានឡើយលើកលែងតែក្នុងករណីដែល Doctor Strange គាត់ប្រើគាថាណាមួយដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើនៅក្នុងពហុចក្រវាលឬក៏ multiverse អញ្ចឹងបើសិនជាសួរថាក្នុងករណីដែល Steve Rogers ដែលស្ថិតនៅក្នុង timeline ផ្សេងបានត្រឡប់មកក្នុង reality ឬក៏តថភាពនៃ Earth 616វិញគាត់នៅចងចាំ Peter Parker បានដែរឬក៏អត់ចម្លើយនោះគឺYes 100%អញ្ចឹងយើងមករំលឹកពីការស្គាល់គ្នារបស់ពួកគាត់បន្តិច Steve គាត់បានស្គាល់គ្នាជាមួយនឹង Peter Parker តាំងពីសមរភូមិនៅពលាយន្តហោះនៅក្នុងព្រឹត្តិការណ៍របស់ Civil War ហើយពួកគាត់ក៏បានណែនាំថាមកពី Queens Brooklyn អីចឹងទៅ Where you from? Queens? Brooklyn. ដែលពាក្យនឹងឯងវាជាពាក្យ iconic ដែលធ្វើឲ្យ Steve ចាំបានថា Peter Parker គាត់ធ្លាប់ហៅ Queens Hey, Queens. Heads up. ប៉ុន្តែគាត់ថាការជួបគ្នាលើកដំបូងហ្នឹងមិនសូវល្អប្រហែលទេដោយសារតែមកដើម្បីវាយគ្នានិយាយទៅដោយសារតែ Steve ដែលយើងនឹងបានឃើញនៅក្នុងព្រឹត្តិការណ៍ Doomsday គាត់គឺជាមនុស្សបច្ចុប្បន្នដែលទៅរស់នៅក្នុងអតីតហើយនឹងត្រឡប់មក timeline បច្ចុប្បន្នវិញនៅក្នុងពេលអនាគតខាងមុខនេះអញ្ចឹងបានន័យថាដោយសារតែភាពដែលគាត់រស់នៅក្នុង timeline ផ្សេងនឹងឯងធ្វើឲ្យគាត់មិនត្រូវបានប៉ះពាល់ដោយរលកវេទមន្តរបស់ Doctor Strange ដែលបានកើតឡើងនៅក្នុងឆ្នាំ2024បើវងកញ្ចក់ពេលវេលាដែលស្ថិតនៅក្នុងព្រឹត្តិការណ៍របស់ No Way Home នោះឡើយអញ្ចឹងបានន័យថាសម្រាប់ការចងចាំរបស់ Steve ដែលស្ថិតនៅក្នុង timeline នោះ Peter Parker នៅតែជាក្មេងប្រុសម្នាក់ដែលគាត់ធ្លាប់ស្គាល់ជានិច្ចវាខុសពី Steve Rogers ដែលឥឡូវនេះគាត់ស្ថិតនៅក្នុង version បុរសចំណាស់ដែលស្ថិតនៅក្នុង Earth 616គឺបានន័យថាគាត់កំពុងតែត្រឡប់មកនៅ Earth 616ក៏ដូចជាបន្ទាត់កាលដែល Doctor Strange គាត់បានសូត្រមន្តគាថានឹងអញ្ចឹងស្ថិតនៅក្នុង version ជា Old Man Steve នឹងភ្លេចពី Peter Parker ដូចជាដូចឯងដែរនិយាយទៅសារៈសំខាន់របស់ Steve Rogers ដែលមកពី timeline ផ្សេងនៅក្នុងការចងចាំ Peter Parker នឹងគឺគាត់គឺជាសាក្សីដែលមានទឹកមាត់ប្រៃបំផុតតែម្ដងនៅក្នុងការប្រាប់ទៅសមាជិកផ្សេងៗដែលអត់មានការចងចាំទាក់ទងជាមួយនឹង Peter Parker ដែលនឹងឯងវានឹងនាំទៅដល់ការស្រាវជ្រាវជាបន្តបន្ទាប់និយាយអំពីអ្នកដែលស្ថិតនៅក្នុង timeline ផ្សេងហើយឥឡូវយើងមកនិយាយអំពីអ្នកដែលមានអំណាចថាមពលរារាំងវេទមន្តរបស់ Doctor Strange វិញម្ដងនោះគឺទី6 Wanda Maximoff ឬក៏ Scarlet Witch បើវងកញ្ចក់ក្នុងករណីដែលនាងនៅរស់នៅឡើយនៅក្នុង Doctor Strange in the Multiverse of Madness បានបញ្ជាក់ថា Wanda នៅពេលដែលបានក្លាយទៅជា Scarlet Witch ពេញទំហឹងគឺនាងមានអំណាចលើសលប់ជាង Sorcerer Supreme ទៅទៀតអញ្ចឹងបើសិនជាយើងវិភាគទៅក្នុងករណីដែល Crucial ម្នាក់ដែលមានមន្តអាគមកម្រិតទាបជាងនាងធ្វើការសូត្រមន្តគាថាក្នុងការលុបការចងចាំសំណួរសួរថាតើវាអាចមានប្រសិទ្ធភាពលើបុគ្គលម្នាក់ដែលមានអំណាចកែប្រែតថភាពឬក៏ reality ដូចជា Wanda ឬក៏ Scarlet Witch បានដែរឬក៏អត់ចម្លើយនោះគឺមានភាគរយខ្ពស់ណាស់គឺមិនអាចដោយយើងដឹងស្រាប់ហើយថា Wanda គឺជា Nexus Being បានន័យថានាងគឺជាបុគ្គលដែលជាចំណុចស្នូលនៃចក្រវាលនាងអាចមានសមត្ថភាពនៅក្នុងការប្រមាលមើលលើការពិតលើអ្វីដែលមនុស្សធម្មតាអាចមើលឃើញអញ្ចឹងបើសិនជាប្រៀបធៀបទៅវេទមន្តរបស់ Strange ដែលគាត់បានប្រើមកហ្នឹងគឺវាប្រៀបដូចជាការយកទឹកមួយកែវទៅចាក់នៅក្នុងមហាសមុទ្រនៃ Chaos Magic របស់ Wanda អញ្ចឹង
ហើយបើសិនជាយើងវិភាគទៅលើអំណាចនៃគម្ពីរ Dark Hole វិញនៅក្នុងអំឡុងពេលដែល Strange បានសូត្រមន្តគាថានៅក្នុងព្រឹត្តិការណ៍ No Way Home Wanda គឺកំពុងតែសិក្សាស្វែងយល់ពីគម្ពីរ Dark Hole ដែលជាសៀវភៅមន្តអាគមគម្ពីរខ្មៅងងឹតដោយ Dark Hole បានផ្ដល់ឲ្យនាងនូវចំណេះដឹងអំពី Multiverse ទាំងមូលហើយប្រសិនបើមានរលកវេទមន្តណាមួយព្យាយាមមកកែប្រែការចងចាំរបស់នាងនឹងដឹងភ្លាមហើយក៏អាចប្រើ Chaos Magic នៅក្នុងការបង្កើតជា Shield ការពារខ្លួនរបស់នាងពីការប៉ះពាល់នោះបានមួយទៀតបើសិនជាយើងវិភាគទៅលើភូមិសាស្ត្រដែលនាងកំពុងតែនៅក្នុងរយៈពេលនោះដែលយើងអាចយកមកវិភាគបូករួមជាមួយនឹងទ្រឹស្ដីដែលយើងនិយាយពាក្យថា Entire World របស់ Doctor Strange នឹងគឺធ្វើឲ្យយើងបានចម្លើយមួយថានៅពេលដែល Doctor Strange សូត្រមន្តគាថា Wanda គឺប្រហែលជាស្ថិតនៅភ្នំ Wandagore ដែលជាកន្លែងនីតិសក្ការៈបូជានៃមន្តអាគមបុរាណភ្នំនេះខ្លួនឯងផ្ទាល់អាចនឹងមានរបាំងការពារឬបើមិនចឹងទេបង្កើតឡើងដោយ Wanda ផ្ទាល់នឹងឯងដែលធ្វើឲ្យវេទមន្តនៃលោកខាងក្រៅមិនអាចជ្រាបចូលមកក្នុងបានអញ្ចឹងសួរថាហេតុអីបានជា admin លើកយកករណី Wanda មកនិយាយទាំងដែលនៅក្នុងចុងបញ្ចប់នៃព្រឹត្តិការណ៍ Multiverse of Madness គេបានព្យាយាមប្រាប់យើងហើយថា Wanda បានសម្រេចចិត្តនៅក្នុងការលះបង់ជីវិតរបស់ខ្លួនឯងដើម្បីលាងបាបអ្វីដែលនាងបានធ្វើប៉ុន្តែត្រូវដឹងណាករណីស្លាប់របស់ Wanda គឺខុសគ្នាដាច់ពី Tony Stark ករណី Tony គឺយើងបានឃើញមូលហេតុនៃការស្លាប់របស់គាត់ព្រឹត្តិការណ៍ដែលគាត់កំពុងតែស្លាប់និងហេតុការណ៍ក្រោយពីការស្លាប់របស់គាត់ពេញភ្នែកតែម្ដងដោយឡែកខុសពី Wanda ដែលយើងគ្រាន់តែបានឃើញសំណាកនៃប្រាសាទធ្លាក់មកសង្កត់លើខ្លួនរបស់គាត់ប៉ុន្តែបើសួរថាអ្នកដែលនៅខាងក្នុងនឹងសភាពទៅជាយ៉ាងណាគឺសេះសល់នៅទ្វារក្រោយជាច្រើនដែលអាចធ្វើឲ្យគេអាចដោះខ្លួននៅក្នុងការបង្ហាញវត្តមានរបស់តួអង្គនេះនៅវគ្គក្រោយៗទៀតអញ្ចឹងយើងអាចសន្និដ្ឋានជាបដិអាសន្នសិនថាសភាពនៃការស្លាប់របស់នាងគឺស្ថិតនៅក្នុងការស្លាប់คล้ายៗសិនដែលយើងអាចសន្និដ្ឋានបែបស្មើសម័យបន្ថែមទៀតទៅលក្ខណៈថាអាចនឹងមានវិមាត្រងងឹតណាមួយដែលរាងកាយឬក៏ព្រលឹងរបស់នាងកំពុងតែស្ថិតនៅហើយបើសិនជាយើងរំលឹកពីការស្គាល់គ្នារវាង Wanda ហើយនិង Peter Parker គឺស្ថានភាពតែមួយដូចជាមួយនឹង Captain Marvel ដែរគ្រាន់តែថា Wanda ផ្ទាល់ក៏មិនបានណែនាំខ្លួនជាផ្លូវការជាមួយនឹង Peter Parker ដែរប៉ុន្តែនាងក៏បានស្គាល់ Peter Parker តាមរយៈការដែលគេបានណែនាំខ្លួនប្រាប់ទៅ Captain Marvel នឹងឯងហើយក្រោយមកពួកគេក៏បានតស៊ូជាមួយគ្នានៅក្នុងព្រឹត្តិការណ៍របស់ Endgame ដោយដែលយើងបានឃើញស្រាប់ហើយអញ្ចឹងបើសិនជាករណីនៅក្នុង Avengers Doomsday ឬក៏ Secret War Wanda អាចត្រឡប់មកវិញនាងក៏អាចជាបុគ្គលម្នាក់ទៀតដែលស្គាល់ពីវត្តមានរបស់ Peter Parker ហើយមកព្រមជាមួយនឹងការបញ្ជាក់យ៉ាងច្បាស់ថាវេទមន្តរបស់ Strange គឺមិនអាចបង្កប់បញ្ជា Scarlet Witch បាននោះឡើយអូខេយើងបាននិយាយរួចហើយពីករណីរបស់អ្នកដែល off world អ្នកដែលនៅ timeline ផ្សេងហើយនិងអ្នកដែលមានធម៌ពលវេទមន្តខ្ពស់ឥឡូវយើងមកនិយាយពីករណីរបស់អ្នកដែលមានញាណពិសេសវិញម្ដងនោះគឺទី7 Matt Murdock ឬក៏ Daredevilដោយដែល admin ព្យាយាមបញ្ជាក់ឲ្យអញ្ចឹងថាវេទមន្ត Runes of Kafka របស់ Doctor Strange គឺត្រូវបានសូត្រឡើងមកនៅក្នុងគោលបំណងកែប្រែការចងចាំអញ្ចឹងឥឡូវយើងមកវិភាគករណីរបស់មនុស្សទូទៅ versus Daredevil សម្រាប់មនុស្សធម្មតាទូទៅគឺអាចចាំនរណាម្នាក់បានតាមរយៈរូបភាពមុខមាត់និងឈ្មោះរបស់អ្នកនោះអញ្ចឹងនៅពេលដែលវេទមន្ត Rune របស់ Doctor Strange បានសូត្រឡើងវានឹងទៅធ្វើការលុបឈ្មោះហើយនឹងមុខមាត់នៃបុគ្គលនោះចេញវាធ្វើឲ្យខួរក្បាលរបស់អ្នកទូទៅលែងស្គាល់ថា Peter Parker គឺជាអ្នកណាទាំងស្រុងតែម្ដងប៉ុន្តែនៅក្នុងករណីរបស់ Matt Murdock ឬក៏ Daredevil គាត់គឺជាមេធាវីខ្វាក់ភ្នែកម្នាក់ដែលមិនបានធ្វើការចំណាំអ្នកដែលគាត់ស្គាល់នឹងតាមរយៈមុខមាត់នោះឡើយនិយាយរួមគឺគាត់អត់បានប្រើភ្នែកនៅក្នុងការមើលមុខដែលគាត់មានញាណពិសេសឬក៏ talent ខ្ពស់នៅក្នុងការចងចាំឬក៏ចំណាំមនុស្សតាមរយៈស្នាមផ្ដិតជីវសាស្ត្រដែលមានដូចជាចង្វាក់នៃការលោតរបស់បេះដូងនៃបុគ្គលម្នាក់ៗដែលមានភាព unique ខុសៗគ្នាមួយទៀតគឺក្លិនប្រចាំកាយសូម្បីតែក្លិនសាប៊ូដោះខ្លួនសាប៊ូកក់សក់ឬក៏ក្លិនញើសដែលជាប់លើខ្លួនរបស់មនុស្សម្នាក់នោះក៏ Matt Murdock អាចធ្វើការចំណាំបានដែរថាអ្នកដែលគាត់បានដើរកាត់ឬក៏នៅក្បែរនឹងជាអ្នកដែលគាត់ស្គាល់ដែរឬក៏អត់ហើយអ្វីដែលជាភាពពិសេសរបស់ Daredevil ហ្មងគឺ Radar Sense ឬក៏ញាណរ៉ាដារបស់គាត់និយាយទៅ Radar Sense ដែលគាត់បានមកតាំងពីក្មេងនៅពេលដែលគាត់ជួបគ្រោះថ្នាក់ធ្វើឲ្យគាត់ខ្វាក់ភ្នែកនឹងក៏មិនបានធ្វើឲ្យគាត់ខ្វាក់ទាំងស្រុងដែរប៉ុន្តែវាបានផ្ដល់ឲ្យគាត់នូវញាណពិសេសអ្វីមួយយ៉ាងដែលអាចចាត់ទុកថាคล้ายជាញាណទី6របស់គាត់តែម្ដងគឺ Radar Sense នឹងឯងដោយញាណនឹងគឺវាបានជួយគាត់នៅក្នុងការបង្កើតរូបភាពនៅក្នុងខួរក្បាលឡើងវិញតាមរយៈការបំផ្លាញរលកសញ្ញាដែលទទួលបានពីញាណទាំង4ផ្សេងទៀតដែលមានដូចជាការស្ដាប់ការហិតក្លិនការសម្ផស្សផ្ទាល់ឬក៏ប៉ះផ្ទាល់និងការទទួលដឹងនូវរសជាតិដែលវាមានកម្រិតខ្ពស់ជាងអ្នកធម្មតាទូទៅប៉ុន្តែការបង្កើតរូបភាពនឹងខួរក្បាលនឹងមិនមែនបង្កើតមុខមាត់មនុស្សនឹងឡើងមកទេណាគ្រាន់តែវាអាចជួយឲ្យគាត់យកទៅ analyze នៅក្នុងការវិភាគរូបរាងកាយកាយវិការហើយនិងកម្ពស់របស់បុគ្គលនោះតែប៉ុណ្ណោះតែបើឲ្យឃើញមុខហ្មងអត់ទេនិយាយទៅភាពលយនៃ Radar Sense នឹងគឺវាប្រៀបដូចជាម៉ាស៊ីន scan 3D ចឹងដែលវាអាចធ្វើឲ្យគាត់ដឹងពីទីតាំងនៃវត្ថុតាមរយៈរលកសំឡេងដែលទៅប៉ះទង្គិចនឹងវត្ថុនោះហើយចេះត្រឡប់មកទៅជារបស់គាត់វិញហើយឧទាហរណ៍ជាក់ស្ដែងនៅក្នុងព្រឹត្តិការណ៍ No Way Home គឺយើងឃើញស្រាប់ហើយថាញាណនឹងវាធ្វើឲ្យគាត់ទទួលដឹងព័ត៌មានលឿន
ជាងញៀនពីពីងរបស់ Spider-Man ទៅទៀតហើយដូចនិយាយចឹងយ៉ាវាធ្វើឲ្យគាត់អាចវិភាគដឹងពីរូបរាងនិងរយៈចម្ងាយនៃអង្គធាតុដែលស្ថិតនៅជុំវិញខ្លួនបានយ៉ាងត្រឹមត្រូវបំផុតអញ្ចឹងយើងមកធ្វើការ challenge រវាងញៀនរបស់គាត់ហើយនិងវេទមន្តរបស់ Strange ថាមួយណាអាចយកឈ្នះមួយណាបានអញ្ចឹងបើសិនជាយើងលើកសំណួរថាតើវេទមន្តដែល Dr. Strange គាត់បានសូត្រឡើងមកនឹងគឺជាវេទមន្តដែលលុបត្រឹមឈ្មោះហើយនិងមុខចេញពីខួរក្បាលរបស់មនុស្សឬក៏អាចលុបរាល់ទិន្នន័យដែលពាក់ព័ន្ធនឹងបុគ្គលនោះតែម្ដងអញ្ចឹងនៅក្នុងករណីទី1ដែលវេទមន្តនឹងលុបត្រឹមតែទិន្នន័យស្មារតីបើសិនជាវេទមន្តនឹងលុបត្រឹមតែឈ្មោះរបស់ Peter Parker ហើយនិងមុខមាត់របស់គាត់ចេញពីខួរក្បាលនោះ Matt Murdock នឹងនៅតែចាំ Peter Parker ដដែលនៅពេលដែលមានករណីដែល Peter Parker មកដើរជិតគាត់ដើរកាត់គាត់ឬក៏មកនៅក្បែរគាត់ញៀន Radar Sense របស់ Matt Murdock នឹងប្រាប់ថានេះគឺជាបេះដូងដដែលក្លិនដដែលកម្ពស់កម្ពស់ដដែលរបស់ក្មេងប្រុសដែលគាត់ធ្លាប់អង្គុយក្បែរធ្លាប់ស្គាល់ធ្លាប់និយាយគ្នាដល់ថ្នាក់ធ្លាប់មានករណីដែលចាប់ដុំអិតជំនួសក្មេងនឹងទៀតអញ្ចឹងទៅវាអាចនឹងធ្វើឲ្យគាត់ឆ្ងល់ថាហេតុអ្វីបានជាគាត់ចាំអ្វីគ្រប់យ៉ាងពីក្មេងម្នាក់នឹងបានប៉ុន្តែបែរជាភ្លេចឈ្មោះរបស់គេទៅវិញតោះអ្នកនរគ្នាអារម្មណ៍របៀបថាយើងជួបអ្នកដែលយើងស្គាល់ប៉ុន្តែគ្រាន់តែថាយើងភ្លេចឈ្មោះរបស់គេតែប៉ុណ្្នឹងឯងប៉ុន្តែប្រកាសក្នុងចិត្ត 100% ថាអ្នកស្គាល់គ្នាអញ្ចឹងបើសិនចង់ដឹងឈ្មោះគេសួរមកទៅឈ្មោះអីយ៉ាចប់ប៉ុណ្្នឹងឯងធ្លាប់ស្គាល់គ្នាហើយករណីមួយទៀតបើសិនជាយើងលើកអំណាងពី comic មកនិយាយគឺក៏ធ្លាប់មានរឿងរ៉ាវដែលកើតឡើងស្តីងគ្នានឹងដែរនៅពេលដែលគ្រប់គ្នាភ្លេចថា Peter Parker គឺជា Spider-Man ដែលនៅក្នុងពេលហ្នឹង Daredevil ក៏ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានដឹងនិងស្គាល់ Peter មុនគេដែរនិយាយទៅពេលហ្នឹងបើទោះបីជាគាត់ភ្លេចឈ្មោះប៉ុន្តែញាណរបស់គាត់ប្រាប់គាត់ថា Spider-Man គឺជាមនុស្សម្នាក់ដែលគាត់ធ្លាប់ស្គាល់ជិតស្និទ្ធបំផុតហើយពេលហ្នឹងវាធ្វើឲ្យគាត់មានអារម្មណ៍ថាហាក់ដូចជាមានចន្លោះប្រហោងអ្វីមួយយ៉ាងដែលកើតឡើងក្នុងការចងចាំរបស់គាត់អានឹងឯងដែលយើងអាចនិយាយបានថា Matt Murdock ឬក៏ Daredevil គឺមានភាគរយខ្ពស់ក្នុងការចងចាំថា Peter Parker គឺជាអ្នកណាព្រោះថាដោយដែលធ្លាប់លើកឡើងមកនិយាយហើយនិយាយទៀតចឹងថាវេទមន្តអាចនឹងលុបទិន្នន័យនៅក្នុងខួរក្បាលបានប៉ុន្តែវាមិនអាចលុបប្រតិកម្មនៃញៀនពិសេសរបស់ Daredevil បានទេត្រូវទេវាអត់ខុសអីពីមនុស្សម្នាក់ដែលបានបាត់បង់ការចងចាំប៉ុន្តែនៅតែចេះវិធីនៅក្នុងការជិះកង់បានដដែលអញ្ចឹងណានឹងឯងគឺ Matt Murdock បើទោះបីជាគាត់គ្រាន់តែជា hero លំដាប់ street level ដែលមាន super power អីប៉ុន្តែបើសិនជាចង់លេងភ្លើងងឹតជាមួយគាត់ប្រហែលជាបាក់តិចហើយអូខេឥឡូវយើង move on មកកាន់ករណីមួយទៀតគឺជីវសាស្ត្រអវកាសនោះគឺទី8 Venom បើវងកញ្ចក់បំណែក symbioteដើម្បីបកស្រាយចំណុចនឹងបានយើងត្រូវលើកយកទ្រឹស្ដី Hive Mind មកនិយាយទៅករណីរបស់ Hive Mind នឹងគឺ admin ធ្លាប់បានលើកយកមកនិយាយព្រឹស្ដាមែនតើតាក់ទងនឹងការដែលថា Venom ស្គាល់ Peter Parker ថាជា Spider-Man បានដោយរបៀបណាអញ្ចឹងទៅអញ្ចឹងបើសិនជាចង់ស្ដាប់ព្រឹស្ដាតែម្ដងអាចទៅរកមើលបានចាំ admin ដាក់នៅក្នុងប៊ូតុងអក្សរ I នៅខាងលើនេះឲ្យប៉ុន្តែឥឡូវយើងមករំលឹកត្រួសក៏បានដែរទៅនៅក្នុង Venom វគ្គ 2 Let There Be Carnage Venom ដែលបានរួមខ្លួនគ្នាជាមួយនឹង Eddie Brock គាត់បាននិយាយថា Symbiote គឺមានចំណេះដឹងរាប់ពាន់លានឆ្នាំដែលចែកចាយឲ្យគ្នាទៅវិញទៅមកទូទាំងពហុចក្រវាល Hive Mind តែម្ដងឧទាហរណ៍ជាក់ស្ដែងប្រសិនបើ Venom នៅក្នុងចក្រវាលណាមួយដឹងថា Peter Parker គឺជា Spider-Man នោះ Venom ទាំងអស់នៅក្នុងពហុចក្រវាលរួមទាំងបំណែក Symbiote ដែលស្ថិតនៅក្នុង Earth 616 បច្ចុប្បន្នផងដែរក៏នឹងដឹងដូចគ្នាអញ្ចឹងនៅក្នុងករណីដែលវេទមន្តរបស់ Dr. Strange គឺធ្វើឡើងដើម្បីលុបការចងចាំរបស់មនុស្សលោកឬក៏សត្វលោកនៅក្នុង reality ហ្នឹងវានឹងមិនអាចទៅធ្វើការលុបបណ្ដាញទិន្នន័យជីវសាស្ត្រដែលមានលក្ខណៈជាបណ្ដាញឆ្លងពហុចក្រវាលបាននោះឡើយសម្រាប់បំណែក symbiote ដែលបានជាប់នៅលើតុបាននឹងវាមិនមែនជាមនុស្សនោះឡើយបើនិយាយស្ដាប់វាគឺជា alien ក្រៅភពដែលមានរចនាសម្ព័ន្ធខួរក្បាលខុសពីមនុស្សវេទមន្តរបស់ Dr. Strange ប្រហែលជាមិនត្រូវបានតាក់តែងឡើងដើម្បីលុបការចងចាំរបស់កោសិកា symbiote នោះឡើយនិយាយទៅចេះសម្រាប់ symbiote ពាក្យថា Peter Parker មិនមែនគ្រាន់តែជាឈ្មោះនោះទេប៉ុន្តែវាគឺជាគោលដៅឬក៏ host ថ្មីមួយដែលត្រូវបានតាក់ទាញឲ្យមកតាមរយៈចំណេះដឹងរបស់ Hive Mind នឹងឯងអញ្ចឹងសំណួរសួរថាហេតុអីបានជា symbiote មួយនឹងមានគ្រោះថ្នាក់ជាងគេនិយាយទៅក្នុងចំណោមអ្នកដែលយើងបានលើកឡើងមកទាំងអស់នឹង symbiote ទុកថាមានគ្រោះថ្នាក់បំផុតហើយព្រោះថាវាមិនបានស្ថិតនៅក្នុងអវកាសឬក៏ timeline ផ្សេងនោះទេគឺវាស្ថិតនៅក្នុង Earth 616 ស្រាប់ហើយបើសិនជានិយាយពីសភាវគតិនៅក្នុងការចងចាំបើសិនបើបំណែក symbiote នឹងបានទៅជួបជាមួយនឹង Peter Parkerវានឹងស្គាល់បានភ្លាមមិនមែនតាមរយៈមុខមាត់ទេណាប៉ុន្តែតាមរយៈ gen ឬក៏ DNA និងធម្មពលពិសេសរបស់ Peter Parker នឹងឯងហើយដូចនិយាយចឹងថាវាមាន Hive Mind គឺជាខ្នងដ៏ធំបើទោះបីជាពេលនឹងវេទមន្តរបស់ Dr. Strange ឲ្យលុបការចងចាំរបស់វាបានមែនប៉ុន្តែកុំភ្លេចថាសំណៅដើមគឺស្ថិតនៅក្នុង Hive Mind ទៅហើយអញ្ចឹងវាមានពិបាកអីទេទិន្នន័យនឹងក៏អាច reset ឡើងមកវិញបានដូចគ្នាអាចដែរបើសិនជាមានករណីដែល symbiote បានទៅជួបគ្នាជាមួយនឹង Peter Parker អាកំតិចខ្មែរនឹងក៏អាចនឹងហក់ចូលទៅ
រួមរាងកាយជាមួយនឹង Peter Parker នៅក្នុងពេលវេលាសមស្របណាមួយផងក៏ថាបានដែរប៉ុន្តែច្បាស់ៗហ្មងគឺมันអាចកើតឡើងនៅក្នុងពេលឥឡូវនឹងបានទេយ៉ាងហោចណាស់ក៏ទៅដល់ Secret Wars ដែរអាចដែរព្រោះថានៅក្នុង comic Peter Parker ក៏បានទៅជួបជាមួយនឹង symbiote នៅក្នុងព្រឹត្តិការណ៍ Secret Wars លើកទី1ដូចគ្នាអញ្ចឹងយើងអាចមានឱកាសច្រើននៅក្នុងពេលអនាគតដែលយើងនឹងអាចបានឃើញ Spider-Man នៅក្នុងឈុតឯកសណ្ឋានពីងពៀងពណ៌ខ្មៅតែម្ដងដែលបង្កើតឡើងដោយ symbiote នឹងឯងអូខេ8អ្នកហើយត្រូវទេសម្រាប់អ្នកចុងក្រោយដែលជាអ្នកទី9គឺយើងមិនអាចភ្លេចបាននោះឡើយជាតួឯកធំរបស់យើងហើយក៏នឹងបង្ហាញមុខនៅក្នុង Brand New Day ដែរនោះគឺ Savage Hulk បញ្ជាក់មិនមែន Bruce Bannerហេតុអីបានជា admin បញ្ជាក់ថាអញ្ចឹងព្រោះថាកន្លងមកទាំងនៅក្នុង comic ផ្ទាល់ឬក៏ MCU ក៏ដោយជារឿយៗយើងតែងតែសង្កេតឃើញថា Bruce Banner ហើយនឹង Hulk គឺមិនបានចែករំលែកការចងចាំជាមួយនឹងគ្នា 100% នោះឡើយអានេះបើបងកញ្ចក់លើកលែងតែពេលដែលគាត់ស្ថិតនៅក្នុងទម្រង់ជា Smart Hulk ដែលជាការផ្សំឡើងរវាង Bruce Banner ហើយនឹង Savage Hulk នឹងឯងអញ្ចឹងបើសិនជាយើងវិភាគតាមរយៈធាតុពិតនៃវេទមន្តប្រសិនបើ Doctor Strange គាត់បានសូត្រគាថាឲ្យពិភពលោកទាំងមូលភ្លេច Peter Parker ប្រសិទ្ធភាពនៃវេទមន្តនោះនឹងចាប់ផ្ដើមឡើងដោយការស្វែងរកទិន្នន័យនៅក្នុងខួរក្បាលអ្នកដែលកំពុងតែដំណើរការអញ្ចឹងឥឡូវយើងមើលឃើញនៅចន្លោះប្រហោងមួយហើយនៅពេលដែល Doctor Strange គាត់សូត្រមន្តគាថាអ្នកដែលកំពុងតែគ្រប់គ្រងរូបរាងកាយនឹងគឺ Smart Hulk បើបងកញ្ចក់ប៉ុន្តែ Bruce Banner គឺខ្លាំងជាងប៉ុន្តែសម្រាប់ការចងចាំរបស់ Savage Hulk ក៏គាត់នៅតែមានដែរព្រោះថានៅពេលដែលគាត់រួមរាងកាយជាមួយនឹង Bruce Banner ខ្លាចជា Smart Hulk គាត់ក៏បានស្គាល់គ្នាជាមួយនឹង Peter Parker នៅក្នុងសមរភូមិ Endgame ប៉ុន្តែគ្រាន់ថានៅពេលដែលគាត់បានខ្លាយទៅជា Smart Hulk ការមានឡើងនៃ Savage នឹងត្រូវបានទាញចូលទៅជ្រៅមែនទែននៅក្នុងមនសិការរបស់គាត់ So វេទមន្តនឹងអាចនឹងមានប្រសិទ្ធភាពទៅលើការចងចាំរបស់ Bruce Banner ប៉ុន្តែវាប្រហែលជារកមិនឃើញឬក៏ចូលមិនចុះទៅដល់ជំរឿយ៉ាងជ្រៅនៃមនសិការរបស់ Savage Hulk ដែលកំពុងតែដេកលក់នោះឡើយនិយាយទៅចាយើងអាចយកមកប្រៀបធៀបស្តៀងគ្នាជាមួយនឹងករណីរបស់ Daredevil ដែលចាំនរណាគេម្នាក់បានតាមរយៈចង្វាក់បេះដូងអីចឹងណាហុកផ្ទាល់ក៏ធ្វើការចងចាំឬក៏ចំណាំនរណាគេម្នាក់តាមរយៈអារម្មណ៍ហើយនិងសភាវគតិនិយាយសួរស្ដាប់ទៅហុកគឺមិនបានចាំ Peter Parker ត្រឹមតែឈ្មោះរបស់គាត់តែប៉ុណ្ណោះទេគាត់អាចនឹងចាំបាននៅ detail ផ្សេងៗតាក់ទងជាមួយនឹង Peter Parker ថាគឺជាក្មេងម្នាក់ដែលខ្លាំងស្វាហាប់និងធ្លាប់ជួយគ្នាអីចឹងទៅអញ្ចឹងក្នុងករណីបើសិនជាថ្ងៃក្រោយ Savage Hulk អាចចេញមកវិញបានហើយមកជួបជាមួយនឹង Spider-Man ថាមិនត្រូវគាត់អាចនឹងដើរទៅរក Spidey ហើយហៅឈ្មោះចំតែម្ដងក៏ថាបានវាខុសគ្នាពីករណីរបស់ Bruce Banner ដែលបានប្រាប់បញ្ជាក់ច្បាស់ៗហើយថាគាត់គ្មានការចងចាំតាក់ទងជាមួយនឹង Peter Parker នោះឡើយ What did you say your name was? ម្យ៉ាងទៀតយើងក៏អាចបន្ថែមទ្រឹស្ដីមួយទៀតតាមរយៈ comic បានដែរនៅក្នុងចក្រវាល Marvel ថាមពល Gamma គឺជាថាមពលដែលផ្សារភ្ជាប់នឹងវិមាត្រវេទមន្តខ្មៅដែលត្រូវបានស្គាល់ថា The One Below All និយាយទៅដោយសារតែអញ្ចឹងដោយសារតែ Hulk គឺជាសភាវគតិមួយដែលកើតចេញមកតាមរយៈថាមពល Gamma ដ៏លើសលប់គាត់អាចនឹងមានភាពស៊ាំស្រាប់ហើយទៅនឹងវេទមន្តដែលស្ថិតនៅក្នុងកម្រិតធម្មតាវាដូចគ្នានឹងករណីរបស់ Scarlet Witch ដែលគាត់មាន Chaos Magic ជាខ្នងបង្អែកនៅក្នុងការការពារគូក្បាលរបស់គាត់អីចឹងណា Hulk ផ្ទាល់ក៏មាន Gamma Energy នឹងនៅក្នុងការការពារស្មារតីរបស់គាត់ដែរអញ្ចឹងបើសិនជាករណីដែល Bruce Banner គាត់ស្ថិតនៅក្នុងទម្រង់ជាមនុស្សឬក៏ Smart Hulk អាចនឹងអត់មានការចងចាំតាក់ទងជាមួយនឹង Peter Parker ទេប៉ុន្តែបើសិនជាទិន្នន័យនឹងត្រូវបានបញ្ជូនចេញពីខួរក្បាលរបស់ Smart Hulk ចូលទៅក្នុង Savage Hulk វាគឺជារឿងមួយទៀតប៉ុន្តែបើសិនជាបកស្រាយទៅវានឹងអញ្ញែច្រើនព្រោះថា content នេះតួឯករបស់យើងគឺ Peter Parker ឬក៏ Spider-Man អញ្ចឹងបើសិនជាចង់ដឹងពីរបៀបដំណើរការនៃការបែងចែកការចងចាំរបស់ Hulk ហើយនិង Bruce Banner admin នឹងធ្វើការបំបែកទៅជាអេពីសូតធំមួយទៀតដែលនិយាយអំពីរបៀបធ្វើការនៃការបែងចែកការចងចាំរវាង Bruce Banner ហើយនិង Hulk អញ្ចឹងទៅវានឹងនាំទៅដល់ចម្ងល់ដែលថាហេតុអីបានជារាល់ពេលដែល Bruce Banner គាត់បានប្រែកាយចេញពី Hulk ហើយក្លាយជាមនុស្សធម្មតាគាត់គ្មានការចងចាំអ្វីសោះតាក់ទងជាមួយនឹងទង្វើរបស់ Hulk ប៉ុន្តែគាត់បែរជាចាំបាននៅក្នុងរយៈពេល Infinity War ដែល Hulk បានប្រយុទ្ធគ្នាជាមួយនឹង Thanos ហើយត្រូវបានបញ្ជូនចេញពីយានធ្លាក់មកដល់ផែនដីមកស្ថិតនៅក្នុងទម្រង់ជា Bruce Banner តែបែរជាមានការចងចាំរបស់ Hulk យ៉ាងច្បាស់ទៅវិញហើយវាក៏អាចនឹងនាំទៅដល់ថាមូលហេតុអ្វីបានជាវគ្គ Brand New Day នេះគេដាក់តួអង្គ Bruce Banner ហើយនឹង Hulk ចូលមកដែរដែលនឹងអាចជាកូនសោសម្ងាត់ដ៏ធំបំផុតឲ្យយើងទៅដឹងពី origin ដើមរបស់ Peter Parker ដែលមិនធ្លាប់ត្រូវបានបង្ហាញសោះតាំងពីដើមអញ្ចឹងបើសិនជាចង់ដឹងកុំភ្លេច keep up ជាមួយនឹង admin ទាំងអស់គ្នាអូខេនឹងឯងគឺជា9នាក់ដែលមានភាគរយខ្ពស់បំផុតនៅក្នុងការចាំបានថា Peter Parker គឺជាអ្នកណាអញ្ចឹងស្ដាប់ការវិភាគរបស់ admin ហើយយល់ស្របឬក៏មិនយល់ស្របយ៉ាងណា
អាច comment ជាមតិយោបល់បាននៅខាងក្រោម clip ហើយបើសិនជាចូលចិត្ត content បែបនេះកុំភ្លេចហក់ធាក់ like ហក់ធាក់ share ម្នាក់មួយចំណែកអ្នកដែលទើបតែមកទស្សនាវីដេអូរបស់ admin លើកដំបូងកុំភ្លេចហក់ធាក់ប៊ូតុង subscribe ម្នាក់មួយផងដែរដើម្បីទទួលបាននៅ content កុនដែលអ្នកទាំងអស់គ្នាចូលចិត្តអូខេមុននឹងបញ្ចប់ clip យើងទៅធ្វើការ chit chat ក៏ដូចជាឆ្លើយសំណួរ random បានមកពីកំពូលអ្នកកុននិយមដែលគាត់បានធ្វើការប៉ាវ admin ផឹកកាហ្វេទី1យើងមាន Bro Van Vutta ដែលជាកំពូលអ្នកកុននិយមប្រចាំរបស់យើង For Coffee Always Support បាទមកលើកនេះរៀងមានអីនិយាយវែងជាងមុនអត់ដងតា For Coffee ទេ Yeah thank you bro ទាំងការប៉ាកាហ្វេក៏ដូចជាការ keep up ជាមួយនឹងវីដេអូក៏ដូចជា content ផ្សេងៗនៅក្នុង channel របស់ admin ហើយក៏សង្ឃឹមថាបណ្ដាអ្នកគុណនិយមរបស់យើងនៅតែបន្តការចូលចិត្តក៏ដូចជា support ដែរហើយ admin ក៏ព្យាយាមបង្កើតនៅវីដេអូថ្មីៗជាបន្តបន្ទាប់ដូចគ្នាហនបញ្ញាសាខ្ញុំបានមើលវីដេអូបងតាំងពីសម្រាប់ comic បើបងកញ្ចក់ comic verse I really like it and appreciate បង keep going បង and you made my day emoji បេះដូងបាទសម្រាប់អ្នកដែលចូលចិត្ត comic ឆាប់ៗនេះ admin កំពុងតែត្រៀមចេញ comic ថ្មីហើយជា event ជាភាពបន្តឬក៏ជីវប្រវត្តិរបស់តួអង្គណាចាំអត់មើលទាំងអស់គ្នាភ្លេងភាពស្រឡាញ់សំឡេងបងចូលចិត្តមើលវីដេអូបងបើបងកញ្ចក់ធ្វើមិនទេបងបោះហប៉ៅហើយព្រោះទៅតែចូលឆ្នាំដែរបោះហប៉ៅនឹងដោយសារតែចាញ់ហីអត់ជំនាញអញ្ចឹងអត់មករក admin មានជំនាញហ៊ូទេពនិមិត្តបងពេលណាយើងអាចហកចូលចក្រវាល The Boys ពី fan ជាច្រើនឆ្នាំសម្រាប់ចក្រវាល The Boys admin រៀងពិបាកធ្វើបន្តិចដោយសារតែវាបែកទឹកក្រហមច្រើនពេកហើយ content ហ្នឹងវារៀង explicit ផងប៉ុន្តែចាំមើលក្រែងលោថារកវិធីណាដែលអាចយកមកនិយាយបានអញ្ចឹងណាប៉ុន្តែសំខាន់ឥឡូវ admin អត់បានមើល season 5 ទេនេះក៏ចង់សួរគ្នាយើងដែរបើសិនជាចង់ឲ្យ admin ធ្វើតាក់ទងជាមួយនឹងចក្រវាល The Boys អាច comment ប្រាប់មកក្រែងលោថាមាន feedback ល្អ admin ក៏ប្រហែលជាអាចនឹងឆ្កឹះឆ្កៀលហើយឆ្នៃមិនឲ្យអាចយកមកនិយាយបានអញ្ចឹងណាព្រោះដូចដឹងស្រាប់ហើយមិនថា The Boys ឬក៏ Invincible វារៀងបែកទឹកក្រហមខ្លាំងហើយ admin រៀងសៀវដែរខ្លាចខុសច្បាប់ YouTube អញ្ចឹងយ៉ាចាំមើលទាំងអស់គ្នាមើលសេរីសុនទៀង from fan បាទ thank you from Ferd តែអត់ដឹងថា Ferd នឹងជាណាគេគង់សេដ្ឋាហក់ធាក់ដោយសារលេខកងស្រដៀងគ្នាអូហក់ធាក់ like មែនចុះហក់ធាក់ subscribe នៅ bro បើអត់ទេហក់ធាក់មួយជើងមកតែកុំធាក់ពីរជើងណាព្រោះបើធាក់ពីរជើងវាខ្លាចជា unsubscribe វិញនិយាយលេងទេហើយក៏មានកំពូលអ្នកកុននិយមដែលអត់បាន remark អីមកដែរមានដូចជា Nopianat និង Nathina ហើយយើងក៏មាន Pro Chai ដែលសូមអត់បញ្ចេញឈ្មោះពេញប៉ុន្តែលើកនេះដូចជាអត់មាន remark ជា comment អីទេក៏ thank you ដែរដែល keep up ភាពជាកំពូលអ្នកកុននិយមជាមួយនឹង admin រហូតមកអូខេ that's all សម្រាប់ clip នេះហើយកុំភ្លេច comment រំលឹក admin ផងថា admin ជាពាក់ clip អីខ្លះដែលអត់បានធ្វើហើយក៏អាច suggest បានដែរសម្រាប់ចក្រវាលនៃភាពយន្តផ្សេងៗដែល admin អត់ដែលបានធ្វើពីមុនមកជាក់ស្ដែងដូច The Boys ឬក៏ Invincible អីចឹងណាយ៉ាហើយបើសិនជាមានចក្រវាលផ្សេងទៀតដែលមាន content គួរឲ្យចាប់អារម្មណ៍ admin អាចយកមកពិចារណាបានអញ្ចឹងកុំភ្លេចចាំមើលវីដេអូក្រោយៗមាន content គួរឲ្យចាប់អារម្មណ៍វិញទៀតសម្រាប់ពេលនេះខ្ញុំបាទរិចក៏ដូចជា film នៅអ្នកក៏និយមសូមអរគុណសូមជម្រាបលា May the power protect you